ជ្រាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់វីដេអូសម្រាប់រឿងចៅហ្វាំងដែលជាប្រសិទ្ធទី37ភាគបន្តរបស់យើងនេះពេលនេះប្រជាគូសនតបទូជាមួយនឹងប្រជានៃនិកាយសៀនជាចលៅនេះពេលនោះគាត់ក៏ជំទាវទៅកាន់ចៅហ្វាំងថានៅពេលនេះគាត់តបទូជាមួយនឹងតាកញ្ចាស់ទាំងអស់នេះហើយនេះចៅហ្វាំងគួរតែឆ្លៀតឱកាសពេលនេះចាប់ការនៅកិច្ចការរបស់គេទៅហើយនេះចៅហ្វាំងគេក៏បានអរគុណទៅកាន់គាត់បន្តមកក៏បានស្រែកថាចៅហៅចៅប្រកោជីវិតរវែងភ្លាមមកបន្តមកក៏បានគប់ដាវចេញទៅសម្ដៅទៅកាន់ចៅហៅនៅកន្លែងពេលនោះក៏បានសង្គ្រោះទៅកាន់ជីតារបស់គេព្រមជាមួយចៅម៉ៃកំដាប់ដៃរបស់ចៅហៅទៅហេតុនេះបណ្ដាគេក៏ប្រជុំមកនៅពេលនោះចៅហ្វាំងសម្រាប់ចូលមកមាត់ទៅកាន់គឺមេដៃក្បាលពោះលន់សនៅថាបឺបាត់ទៅហើយក៏មិនតែប៉ុណ្ណោះទេចៅហ្វាំងក៏បានមាត់ទៅកាន់ចៅហៅចៅឡើងមាត់ពីមេដៃទៅមេដៃរហូតចូលដល់80ដៃរួយក៏នៅតែបន្តសាប់យកដូចជាម៉ាស៊ីនដេចឹងនេះហើយគឺជាលទ្ធផលដែលចង់គម្រាមដល់គ្រួសាររបស់ចៅហ្វាំងសាប់ចូលប្រហែលជា80ដៃទៅហើយគៀមរបស់គេក៏នៅបន្តដល់លេះទៀតហើយនេះចៅហ្វាំងក៏ចាប់កវែងគេប៉ង90ម៉ែត្ររួយក៏នៅតែបន្តសម្រាប់ចូលទៅមាត់ទៅកាន់គេបន្ថែម90ដៃទៀតនិងក៏បានធាក់ទៅកាន់គេមួយជើងប៉ងទៅក្រោមនេះពេលនោះក៏នៅតែបន្តសម្រាប់ចូលទៅប្រនៅកម្លាំងរុញគេមកខាងក្រោមលឺសូរថាដកហុយសែងជោគបាត់ទៅហើយក៏នៅតែមិនទាន់ចាប់ទេចៅហ្វាំងក៏បានចាប់អុកករបស់គេមកខាងក្រៅព្រមទាំងចាប់ក្បាលរបស់គេអស់ជាមួយនឹងក្បឿងដែលមកទៅកាន់កន្លែងនេះចៅហ្វាំងលេងពេញមួយកំហឹងតែម្ដងចាប់ក្បាលរបស់គេអស់ប្រប៉ុណ្្នឹងហើយក៏នៅតែបន្តងាប់ចិត្តសើហ្មងចៅហៅបន្ទាប់ពីអស់ប្រហែលជា80អស់ហើយក៏បានត្រូវកម្លាំងចាប់កវែងគេទៅឆ្ងាយរួយគេចាប់ផ្ដើមប្រើនៅលើបឿនរបស់គេខ្វាយទៅលើចៅហៅលើអាកាសទៅបន្ទាប់ពីចៅឡើងហើយក៏បានធាក់ទៅកាន់គេមួយជើងប៉ងទៅក្រោមទៅរួយក៏បានសរុបយកដាវរបស់គេមកវិញព្រមទាំងបានប្រើប្រាស់ដាវព្រមជាមួយលើបឿនរបស់គេសម្រាប់ចូលទៅយាជាមួយដាវកាប់ទៅកាន់ចៅហៅពេញមួយចំហឹងប៉ុន្តែគេក៏នៅតែអាចទប់ទល់បានហើយនេះក៏មិនได้ចំហាយធម្មពលវាក៏ចាប់ផ្ដើមសាយភាយកញ្ញាទាំងពីរព្រមជាមួយនឹងជីតារបស់ចៅហ្វាំងពិតជាមានការបារម្ភទៅលើចៅហ្វាំងព្រោះតែនៅពេលនេះចៅហៅក៏ទៅអាចទប់ទល់ទៅលើចៅហ្វាំងព្រមជាមួយនឹងការអស់សំណោចមើលទៅកាន់ដៃរបស់គេបណ្ដឹងស្អីជាញ៉ៃមែនតែនហេតុនេះគេក៏បានអស់សំណោចថាចៅហ្វាំងមើលទៅកាន់ដាវរបស់ពិតជាមានអំណាចមែនក៏ប៉ុន្តែបើសិនជាវាអាចបន្ថែមនៅចំហាយភ្លើងគេនោះវាក៏ប្រហែលជាអាចឈ្នះដៃសិនទិញហានយ៉នរបស់យើងក៏ប៉ុន្តែនៅពេលនេះឯងគ្មានឱកាសឡើយក៏បានប្រើកម្លាំងឲ្យចៅហ្វាំងហ្វាងទៅរួយក៏បន្តសម្រាប់ចូលទៅប្រើនៅកញ្ញារបស់គេវាយទៅកាន់ចៅហ្វាំងចឡើងចៅហ្វាំងគេទៅជាខំប្រឹងកិច្ចនឹងទៅប្រងពីការវាយប្រហារមែនតែនៅពេលនោះចៅហៅគេក៏បានប្រើប្រាស់នៅកញ្ញារបស់គេបង្កកទៅលើដាវរបស់ចៅហ្វាំងបណ្ដាមានកាក់បក់បែកអស់ទៅហើយនេះក៏មិនដាចៅហ្វាំងត្រូវបានប៉ងប្រហែលជា90សម័យទៅចៅហៅក៏នៅតែបន្តដើរចូលទៅព្រមទាំងបាននិយាយថាចៅហ្វាំងមើលទៅកាន់ឯងនេះពេលនេះគឺមានសាមរ៉ៃទេចាំមើលថាតើឯងរស់នៅវិធីសាស្ត្រអ្វីមកសម្រាប់យើងទៅចៅហ្វាំងក៏និយាយថាកុំនិយាយច្រើនពេកព្រោះតែមនុស្សក្រក់តែតែស្លាប់ដោយសារតែការនិយាយទៅបែរច្រើននឹងឯងចៅហៅនេះតែបន្តធ្វើមុខលឺនៅពេលនោះចៅហ្វាំងចាប់ផ្ដើមប្រើប្រាស់នៅជីបចោ10ដើម្បីដំណើរការក្បួននៃការបង្កើតដាវទេវភាពមានត្រាវាក៏បានហ្វោះមកនៅពេលនោះមានចំហាយដាវយ៉ាងច្រើនក៏បានឡងពាត់ពីពេញរាងកាយរបស់ចៅហៅទៅហើយនេះក៏មិនដែលគេមានអារម្មណ៍ថាបែកញើសបន្តិចក៏ប៉ុន្តែខំប្រឹងបន្លាចចិត្តថាចលនាមួយនេះឯងក៏ធ្លាប់បានប្រើប្រាស់ម្ដងរួចទៅហើយនៅពេលនេះចង់យកមកប្រើម្ដងទៀតគិតថាគ្មានប្រយោជន៍ទេចៅហ្វាំងក៏ចាប់ផ្ដើមសំខាន់ទៅលើស្រ័យថាហេតុទាំង5នៃដាត់ភ្លើងនេះក្រហមចៅហៅគេបច្ចុប្បន្នស្រ័យមែនតែនថាម៉េចនេះឯងក៏មានតែភ្លើងបរិសុទ្ធដែរមែនទេចៅហ្វាំងគេក៏បានតបថាក្រែងឯងបាននិយាយថាយើងវាយប្រហារដោយការប្រើប្រាស់ដាវព្រមជាមួយចំហាយភ្លើងមែនទេហើយនេះយើងក៏សូមជូនតាមសំណពររបស់តែចៅហ្វាំងគេក៏ចាប់ផ្ដើមប្រើនៅចំហាយភ្លើងរបស់គេចាក់បញ្ចូលស្របទៅលើផ្លែដាវយ៉ាងច្រើនមើលពីចម្ងាយទៅវាពិតជាភ្លឺមែនតែនមិនដឹងថាចៅហៅភ័យប៉ុណ្ណាទេនៅពេលនោះចៅហ្វាំងគេក៏បញ្ជានៅចំហាយដាវរបស់គេយ៉ាងច្រើននេះវាយប្រហារទៅកាន់ចៅហៅហើយនេះចៅហៅខំប្រើប្រាស់នៅថើការពីអេតចាយរបស់គេដើម្បីទប់ទល់ជាមួយចំហាយដាវយ៉ាងច្រើនរបស់ចៅហ្វាំងនេះទប់ទល់ចឡើងចៅហ្វាំងក៏បានប្រើកម្លាំងបន្ថែមទៅកាន់គេនៅពេលនេះពិតជាខំប្រឹងយ៉ាងវេទនាមែនតែនធ្លាក់ឈាមផងអីផងអ្នកដែលចាំទស្សនាក៏ចាំទស្សនាមើលបន្ទាប់ពីគេទប់ទល់ចឡើងប្រហែលជា92ផ្លែតក្រោយមករំងាងចំហាយធម្មពលរបស់គេក៏ត្រូវបាត់បែកនេះពេលនោះដាវយ៉ាងច្រើនក៏សម្រុកទៅចាក់ទៅកាន់គេជ្រឹកយកតែម្ដងក៏បណ្ដាគេពិតជាមានការឈឺចាប់មែនតែនចំហាយធម្មពលក៏ចាប់ផ្ដើមទុះសាយពីពេញនៃទីលានបណ្ដាអ្នកតែសនាដីហើយចូលផ្នែកមែនតែនបន្ទាប់ពីដីរសាប់ទៅអស់ទៅនេះពេលនោះយើងក៏បានឃើញថាចៅហៅនៅតែមានជីវិតទៀតប៉ុន្តែគ្រាន់តែវេទនាបន្តិចនេះពេលនោះខំប្រឹងក្រោកឡើងពេលរួយគេក៏ប្រជិះសប្រៃមែនតែនព្រោះតែចៅហ្វាំងបានប្រើលបិនរុញទៅកាន់គេខ្ទប់ជាមួយតែសរំជួយទៅនឹងឯងបណ្ដាពួកគេទាំងអស់គ្នាប្រជាភ្ញាក់ផ្អើលមែនតែននេះគ្រូសាស្ត្រទាំង4ក៏ចាប់ផ្ដើមក្រោកឈរលបងរបស់ពួកគេក៏បានប្រាប់ថាអង្គុយចុះមកព្រមទាំងមានអារម្មណ៍ថាមួម៉ៅមែនតែនព្រោះតែមិនស្មានថាចៅហៅកាគេលេខទៅមកចៅហៅនៅកណ្ដាលពេលនេះសុំវល់ទៅកាន់ចៅហ្វាំងក៏មកសម្រាប់គេអីគេក៏នៅសន្យាថានៅពេលដែលទុកជីវិតឲ្យគេនោះគេក៏នឹងគ្រប់ចៅហ្វាំងឲ្យឡើងធ្វើជាមេគ្រួសារចៅហ្វាំងគេក៏បានសួរថាមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាហើយអ្វីទៅមកជាឯងនៅតែទទួលចងសម្រាប់នៅគ្រួសារចៅរបស់យើងជាបីតែ6និង9កម្រិតឯងតែមានការគិតសង្កត់ទៅលើយើងមិនតែយើងតែប៉ុណ្ណោះទេតែមានមនុស្សប្រមាណអ្នកទៅ
ដែលនៅក្រោមការជន់ឈ្លីរបស់ឯនោះហើយនេះមិនได้ជាមិនសមរស់ឡើយក៏បានប្រើប្រាំនៅចំហាយភ្លើងទិដ្ឋភាពរបស់គេដុតកម្លោចទៅលើចៅហៅគេបច្ចុប្បន្នការស្រែកជាលទ្ធផលគេក៏ត្រូវបានជំរាបលាទៅបើកលុយទៅនិងខ្លោចចប់ទៅលើតសោតាមរងកលេសទៅមើលតាចាស់ទាំងពីរនេះពេលនេះទៅណាំរួចឡើយត្រូវបានគេគម្រាមនេះពេលនោះមួយជាងសៀននឹងក៏ប្រាប់ទៅកាន់ព្រះម្ចាស់ព្រមជាមួយនឹងសុនឡាវនាងថាតាចាស់ទាំងពីរគ្រាន់តែធ្វើតាមបញ្ជារបស់ចៅហៅតែប៉ុណ្ណោះយល់ដល់សម្ព័ន្ធមិត្តរបស់នាងដែលធ្លាប់បានប្រយ័ត្នប្រឆាំងជាមួយបិសាចហើយនេះសូមអត់ទោសឲ្យតាចាស់ទាំងពីរផងព្រះម្ចាស់ជើងក៏បានប្រាប់ថាបញ្ហានេះវាគឺជាបញ្ហារបស់គ្រួសារចៅហើយនេះហើយអ្វីៗគឺត្រូវបានសម្រេចទៅលើចៅហ្វងតែប៉ុណ្ណោះចៅហ្វងកតញ្ញូជាមួយស្រីគេក៏បាននិយាយថាយល់មុខថាលោកគឺជាព្រឹទ្ធាចារ្យរបស់ឈេងសៀនដូច្នេះហើយខ្ញុំក៏សូមអធិស្ឋានឲ្យលោកម្ដងទៅចុះព្រះចាទាំងពីរក៏អរគុណនៅពេលនោះសេស្តំគេក៏បាននិយាយថាសូមអបអរសាទរទៅកាន់ចៅហ្វាងនៅពេលនេះគេបានប្រចាំជាមួយនឹងមីសិនរបស់គេនៅក្នុងការត្រឡប់មកកាន់គ្រួសារចៅសាខាធំហើយនេះគេក៏ទទួលបាននូវបន្ទុកគុណសម្បត្តិ10លាននិងក៏បានធ្វើការប្រសើរឡើងនៃការវឹកហាត់របស់គេការឡើងជា6ដងជាប់គ្នាតែម្ដងមិនតែប៉ុណ្ណោះទេគេក៏ទទួលបាននូវអាមឺនេក្រីតในយានអវកាសប្រព័ន្ធរបស់យើងនៅពេលនេះក៏បានថែមជាមួយនឹងការកោះហៅទៀតចាហ្វងគេក៏បានគិតថាមិននេះថាគេអាចកោះហៅនៅកម្រិតវូទីផ្កាយ9មែនទេកម្រិតវូទីនឹងគេហៅថាអត្រីក្បាច់គុណដែលវាក៏នៅជាកម្រិតទី7នឹងឯងនៃពេលនោះស្រាប់តែមានហេតុការណ៍អ្វីទៅឈួរច្បល់ចាហ្វងគេក៏បានគិតថាតើវាជាអ្វីទៅមើលទៅដូចជាបិសាចប្រានធូសិនមានការភ្ញាក់ឡើងចឹងក្លេទៅមើលទីតាំងកន្លែងកាត់ហេតុនៅពេលនេះយើងឃើញថាបិសាចពិតជាធំមែនតែនវាក៏បានដឹកនាំដល់កូនចៅរបស់វាមើលទៅសិតតែជាកូនបិសាចថ្មមើលទៅពួកវាចង់កំទេចដល់អាណាចក្រលើយ៉ាងមាននៅក្រុមទាហានឆ្មាំនៃអាណាចក្រលើយ៉ាងនាំគ្នាស្រឹកចូលទៅទប់ទល់ជាមួយបិសាចពួកគេក៏ចាប់ផ្ដើមបាញ់នៅព្រួយភ្លើងស្រាយទៅលើពួកវាប៉ុន្តែមើលទៅកាន់ពួកវាដូចជាគ្មានបញ្ហាអ្វីកាត់ឡើងឡើយនៅតែបន្តស្រឹកចូលទៅជាមួយគ្នារបស់វាយ៉ាងច្រើនហើយក្រុមឆ្មាំការពារកំណាយទប់ទល់ជាមួយពួកវាជាប់ឡើយនេះពេលមានឆ្មាំម្នាក់ពួកគេក៏បានរត់ទៅហេតុទៅហប់សម្ដៅចូលមកកាន់អាណាចក្រលើយ៉ាងរួចក៏បានរាយការណ៍ជូនទៅកាន់អ្នករាល់គ្នាទៅគេក៏បានរាយការណ៍ចោលឡើងថានៅខាងក្រៅក្លោងទ្វាររបស់អាណាចក្រកំពុងតែទទួលរងនឹងការវាយប្រហារពីសត្រូវហើយរាយការណ៍បានប្រហែលជាប្រមាណមកតែប៉ុណ្ណោះគេក៏បានដាច់ខ្យល់ទៅដោយសារតែរបួសបន្តទៅដល់នេះឆ្នេះហើយព្រះម្ចាស់ឈៀងក៏ចាប់ផ្ដើមនាំគ្នាទៅទាំងកូនចៅបរិវារទាំងអស់ក៏ចាប់ផ្ដើមនាំគ្នាទៅតាមទ្រង់ទៅដែលសោតចៅហ្វាងនិងគ្រូធាតុទាំង5តែប៉ុណ្ណោះទេចៅហ្វាងគេក៏បាននិយាយថាតើអ្នកទាំង5សុខចិត្តដើរតាមខ្ញុំដែរទេបើអ្នកទាំងអស់គ្នាដើរតាមខ្ញុំទៅកំចាត់បិសាចនោះខ្ញុំក៏ប្រហែលជាអាចពិចារណាបំភ្លេចនៅរឿងចាស់ៗពួកគេក៏បានស្រែកថាហើយអ្វីបានជាយើងត្រូវដើរតាមឯងនោះឯងក៏ថាឯងគេចរណាគេទៅចៅហ្វាងគេក៏បានតបថាមានមើលនៅការស្លាប់របស់ចាហៅជាគំរូដែរទេយ៉ាងម៉េចអ្នកទាំងអស់គ្នាដល់ដំណាក់កាលនេះទៅហើយនៅគិតអំពីមុខមាត់គេឈ្មោះដល់ណាទៀតទៅរួចក៏បានបោះនៅស្នូធម្មពលទាំង5មកព្រមតែបានប្រាប់ថាបើចង់ដើរតាមខ្ញុំទៅកំចាត់បិសាចនោះចូលលៀបនៅរបស់មួយនេះទៅបន្តមកចាហ្វាងចាប់ផ្ដើមបញ្ចេញស្គីនៅក្នុងហ្គេម Free Fire លោកក៏ដោយសារតែ admin មើលទៅវីដេអូពេកបន្តមកចាហ្វាងគេក៏បានហោះចេញទៅសល់តែអ្នកទាំង5តែប៉ុណ្ណោះពងតែពិចារណាចុះឡើងព្រមទាំងបានកថានេះគឺជាអសត្វផលចន្ទហើយក៏ឆ្លងពេលជាមួយគ្នាប្រសូតរបស់យើងក៏ឆ្លេះកន្លែងនឹងឯងអធិស្ឋានបើសិនជាមាននៅកំហុសក៏ឆ្កងត្រង់កន្លែងណាក៏សូមអធិស្ឋានទៅដល់វិញផងហើយចំពោះសលេងមាននៅការផ្លាស់ប្ដូរតិចហើយម្ដងចេះម្ដងចោះចឹងណាចឹងហើយបើចូលចិត្ត like វីដេអូម្នាក់មួយថ្មី subscribe រួចបើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពីសំណាក់ពេលនេះមានមេប៉ាក់លុយ9ក៏សូមអរគុណសូមជម្រាបសួរបាយបាយ